ព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងសេចក្តីថ្លែងការណ៍របស់អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគឺលោកវិធិតមុនថាបននៅថ្ងៃទី24ខែវិច្ឆិកាលោកបានចេញសេចក្តីថ្លែងការណ៍មួយបាទដែលខ្ញុំសូមបកប្រែទូទៅជូនប្រិមិត្តគឺលោកវិធិតមុនថាបនដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងគឺបានសម្ដែងនៅការគ្រប់គ្រងជាបន្តបន្ទាប់របស់លោកចំពោះវិធានការសន្តិភាពនិងកសាងទំនុកចិត្តរវាងកម្ពុជានិងថៃលោកមុនថាបនបានមានប្រសាសន៍ថាវិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងប្រទេសនានាសមនឹងទទួលបានការគ្រប់គ្រងពីអង្គការសហប្រជាជាតិបាទពីយើងលោកប្រាប់ថាពីយើងហើយលោកបានបន្ថែមថាជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតាមព្រំដែនគួរតែត្រូវបានជួយស្របតាមស្តង់ដារសិទ្ធិមនុស្សហើយលោកក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងជុបាញ់ដែលបានសម្រេចដោយភាគីពាក់ព័ន្ធក្នុងខែកក្កដាឆ្នាំ2025គឺស្វាគមន៍កិច្ចព្រមព្រៀងតាំងពីខែកក្កដានោះហើយលោកក៏បានមានប្រសាសន៍ថាការអនុវត្តកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើឧត្តមគតិរួមការសន្ទនានិងការអនុវត្តមនុស្សធម៌គឺមានសារៈសំខាន់ខ្លាំងណាស់ហើយក៏ទៅអមដោយការបន្ធូរបន្ថយនៅភាពតានតឹងនិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិហើយអ្នកជំនាញរូបនេះក៏បានអំពាវនាវឲ្យមានវិធានការដើម្បីទប់ស្កាត់ព័ត៌មានមិនពិតនិងព័ត៌មានคล้ายៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានលោកក៏បានកត់សម្គាល់ពីវត្តមានរបស់ការិយាល័យឧត្តមសង្ការសិទ្ធិមនុស្សនិងទីភ្នាក់ងារផ្សេងទៀតដែលអាចផ្ដល់ជំនួយផងដែរបាទលោកមុនថាបនបានសម្ដែងការគាំទ្រចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរក្នុងខែតុលាឆ្នាំ2025លោកគាំទ្រផងដែរដោយបញ្ជាក់ពីបទជុំបាញ់ពីមុននិងធ្វើការបដិញ្ញាចិត្តទៅលើបញ្ហាជាច្រើនរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដែលការពារជនស៊ីវិលនិងអ្នកទោសសង្គ្រាមអ្នករាយការណ៍ពិសេសក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្សសន្តិភាពលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាហើយលោកបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់លោកក្នុងការផ្ដល់ជំនួយបាទនេះគឺជាសេចក្តីថ្លែងការណ៍ដែលចេញមកពីទីក្រុងហ្សឺណែវរបស់ប្រទេសស្វីសដែលជាទីស្នាក់ការធំរបស់ឧត្តមសង្ការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅលើពិភពលោកអញ្ចឹងគឺខ្ញុំសូមបន្ថែមការសង្កេតរបស់ខ្ញុំតិចឃើញបាទអញ្ចឹងខ្ញុំសម្រាប់ខ្ញុំដោយផ្ទាល់តែម្ដងភាសាអង់គ្លេសគេថា too little too late ណា slang មួយណាអ្នករៀនអង់គ្លេស too little too late បានន័យថាតិចតួចពេកហើយយឺតពេកហើយបានន័យថាសឹងតែគ្មានតម្លៃអ្វីទាំងអស់ក្នុងការនិយាយឬក៏ធ្វើអ្វីអត់មានអីកែប្រែទេ too little too late គឺគាត់គួរតែចេញយូរហើយណាគួរតែចេញយូរហើយគឺភាសាបែបនេះទោះបីជាគាត់ខំប្រឹងយោងទៅលើអ្នកជំនួយមនុស្សធម៌អង្គការសហប្រជាជាតិទីភ្នាក់ងារអង្គការសហប្រជាជាតិក៏វាខុសគ្នាដែរមិនមែនមានន័យថាអ្នកនោះជួយគាត់និយោ credit ពីគេហ្នឹងថាខ្លួនឯងបានចូលរួមចំណែកដែរមិនទេបាទគាត់តែចេញសេចក្តីថ្លែងការណ៍របៀបហ្នឹងគួរតែចេញឲ្យយូរហើយបានមុននឹងយូរហើយណាមិនរងចាំយូរពេកចឹងហើយជាពិសេសរងចាំយូរហ្នឹងរហូតតតែខាងភាគីកម្ពុជាគាត់ធ្វើប្រតិកម្មទៀតបាទទី1គឺខាងលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាលោកបានរិះគន់ហើយថែមទាំងខាងតំណាងអចិន្ត្រៃយ៍របស់កម្ពុជានៅសឺណែវនោះក៏បានទៅជួបជាមួយមេធំតែម្ដងដើម្បីនិយាយអំពីបញ្ហាហ្នឹងបាទពាក់ព័ន្ធជាមួយហើយចំណុចដែលខ្វះខាតខ្ញុំឃើញប្រិមិត្តគាត់ធ្វើអត្ថាធិប្បាយនៅក្នុងពេលដែលខ្ញុំបង្ហោះ Facebook ហ្នឹងគឺតាក់ទងជាមួយនឹងយុទ្ធជនទាំង18នាក់ហ្នឹងគាត់គ្រាន់តែនិយាយបន្តិចបាទគឺ prisoner of war អញ្ចឹងទៅបាទនិយាយបន្តិចចឹងអត់មានទៀមទាឲ្យដោះលែងអីបានឆាប់ឯអត់មាននិយាយបែបហ្នឹងមកបាទគ្រាន់តែស្រាលណាអញ្ចឹងបាន too little too late ទៀតមកពិបាកដែរអញ្ចឹងនិយាយដោយត្រង់ខ្ញុំមានការសោកស្ដាយដែរដោយប្រើឋានៈជាអតីតបុគ្គលិកអង្គការសហប្រជាជាតិម្នាក់ខ្ញុំមានការសោកស្ដាយដែលស្ថាប័នអង្គការសហប្រជាជាតិមួយធ្វើការបែបនេះយឺតយ៉ាវមែនតើខ្ញុំអាចចែករំលែកពីបទពិសោធន៍របស់ខ្ញុំបានគឺ
នៅពេលដែលជួបរឿងអញ្ចឹងបាទពេលដែលជួបរឿងធំបែបនេះខ្ញុំលើកឧទាហរណ៍នៅអឺរឿងព្រះវិហារបាទពេលរឿងព្រះវិហារគឺពេលហ្នឹងខ្ញុំនៅក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅឡើយទេបាទប្រិយមិត្តខ្លះថ្មី ប្រហែលជាមិនបានដឹងទេគឺពេលដែលមានការផ្ទុះបានភ្លាមហ្នឹងខាងកម្ពុជាគាត់ជំរាបជូនអង្គទូតតំណាងអង្គការអន្តរជាតិបាទដំបូងអង្គទូតទេនៅក្រសួងការបរទេសទាំងយប់ហើយជាអង្គការសហប្រជាជាតិមួយពេលហ្នឹងគឺមិនដឹងដោយចូលលើហេតុផលអីខាងអង្គការសហប្រជាជាតិអត់មានអ្នកណាគេអញ្ជើញសោះបាទពេលហ្នឹងខ្ញុំតែម្ដងបាទគាត់ឲ្យខ្ញុំបន្លំទៅដើម្បីស្ដាប់តាមស្ថានភាពហ្នឹងខ្ញុំទៅដល់ក្រសួងការបរទេសមានតែម្នាក់មិនមែនម្នាក់នៅក្រសួងការបរទេសមានម្នាក់ដែលស្គាល់គឺលោកអិនសផលហ្នឹងបាទបណ្ឌិតអិនសផលហ្នឹងមិត្តភ័ក្តិគាត់នៅកន្លែងហ្នឹងគាត់គិតហីមកទៅអីដែរអត់អញ្ជើញផងមកដែរខ្ញុំថាមកលេងគាត់ដឹងបាទក្រោយពីហ្នឹងអ្នកកសែតដែលធ្លាប់ធ្វើកសែតដូចគ្នាគាត់ដឹងបាទរហូតដល់មានអ្នកកសែតបាយទូបាយ័នថែមទាំងនឹងទូមួយចំនួនផងដែរថែមទាំងរាយការណ៍ថាមានតំណាងអង្គការសហប្រជាជាតិបានទៅចូលតាមដានបាទរហូតដល់ផ្អើលនៅបរិយាថាអ្នកណាអង្គការសហប្រជាជាតិអត់បាទគឺយើងទៅតាមដានសភាពការភ្លាមតែម្ដងហើយពេលហ្នឹងក៏មានការប្រជុំខ្ញុំនិយាយរឿងដែលធ្លាប់និយាយទៅមុនចុះគឺក៏យើងមានការប្រជុំដើម្បីថាតើតាមដានយ៉ាងម៉េចអីយ៉ាងម៉េចហើយមេខ្ញុំពេលហ្នឹងគាត់រាយការណ៍មកកូពីលោកបានគីមុនបាទភ្លាមតែម្ដងដើម្បីឲ្យបានដឹងអំពីបញ្ហាហ្នឹងបាទហើយគេតាក់ទងទៅអានោះគេធ្វើកិច្ចការអញ្ចឹងបាទពេលហ្នឹងគឺទោះបីជាមិនបានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉េចក៏ប៉ុន្តែក៏យើងតាមដានសង្កេតកិច្ចការអស់ហ្នឹងហើយនៅខាងលើបាទនៅកម្ពុជាអត់ចេញទេប៉ុន្តែនៅខាងអគ្គអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ហ្នឹងបាទពេលហ្នឹងមានណាមកមានខាងអ្នកនាំពាក្យលោកអគ្គហ្នឹងបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងចំនួនកម្ពុជានៅថៃដែរបាទក៏ប៉ុន្តែលើកនេះគាត់ជាពិសេសលោកមុនតាបនហ្នឹងគាត់ដូចជាយឺតយ៉ាវបាទមិនដឹងជាដោយសារហេតុផលអ្វីឥឡូវហ្នឹងគាត់ទើបចេញបាទអញ្ចឹងបាទជាខ្ញុំនិយាយមិញហ្នឹងថា too little too late ណាបាទប៉ុន្តែយ៉ាងណាក៏ដោយគាត់បានចេញហ្នឹងក៏សូមអរគុណផងដែរហើយថ្ងៃក្រោយរហ័សរហួនជាងហ្នឹងតិចកុំយឺតយ៉ាវអញ្ចឹងពេកបើមិនអញ្ចឹងទេ credit របស់ UN ហ្នឹងកាន់តែប៉ះពាល់ទៅហើយពីព្រោះគឺមានការជជែកច្រើនអំពី UN reform ការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិហ្នឹងគឺត្រូវតែធ្វើឲ្យកុំអូសកាឡាពេកយូរពេកអញ្ចឹងបាទនេះជាព័ត៌មានទី1ឆ្លើយតបជាមួយនៅប្រិមិត្តដែលតែចង់បានការពន្យល់របស់ខ្ញុំបន្ថែមគឺខ្ញុំអាចចូលរួមមតិប៉ុណ្ណឹងហើយការនិយាយរបស់ខ្ញុំហ្នឹងបើសិនជាសារព័ត៌មានណាឆ្លាតនៅស្រុកខ្មែរអាចយកដកសងសម្ដីខ្ញុំបានព្រោះខ្ញុំនិយាយក្នុងនាមជាអតីតបុគ្គលិកពេលដែលខ្ញុំសរសេរនៅ Facebook ណាបាទអាចថាអតីតបុគ្គលិករបស់អង្គការសហប្រជាជាតិមួយរូបបានសម្ដែងនៅការខកចិត្តដែលលោកមុនតបនបានចេញសេចក្តីថ្លែងការណ៍យឺតយ៉ាវពេលវេលាគួរតែចេញមុនហ្នឹងបាទអាចដកសងបានមកខ្ញុំឲ្យដកសងបានពីព្រោះបើគេ confirm ទៅខាង UN វិញថាលោកកំសែងពិតជាបុគ្គលិក UN មែនឬមិនមែនស្រួលទេពីព្រោះអ្នកចូលចំនួនខ្ញុំនឹងចេញចង់អស់ប៉ុន្តែអ្នកដែលនៅអាច confirm បានគឺមេខាងបុគ្គលិកហ្នឹងមកពួកម៉ាក់ខ្ញុំចូលថ្ងៃដំណើរគ្នាតែម្ដងគាត់នៅធ្វើដល់រាល់ថ្ងៃប្រធានខាងបុគ្គលិកបាទ HR manager បាទអញ្ចឹងបើចង់ឲ្យដល់ច្បាស់សួរទៅ UN សួរទៅគាត់ហ្នឹងទៅតែកំសែងធ្លាប់ធ្វើ UN អត់គាត់ឆ្លើយមកវិញហើយហ្នឹងហើយចូលថ្ងៃដំណើរគ្នាថ្ងៃជាមួយគ្នាតែម្ដងប៉ុន្តែគាត់ធ្វើដល់រាល់ថ្ងៃខ្ញុំចេញវិញហើយបាទនេះជាព័ត៌មានទី1ណាបាទព័ត៌មានទី2នេះគឺតកតងជាមួយនឹងក្តីថ្លែងការណ៍របស់ខាងអាជ្ញាធរមានកម្ពុជាមានបានបង្ហាញនៅតាមបណ្ដាញសង្គមអស់ហើយអញ្ចឹងខ្ញុំមិនចូលលម្អិតបន្ថែមទេគឺដោយដែលខ្ញុំបានជម្រាបម្សិលមិញគឺខាងភាគីថៃបានចេញព័ត៌មានមួយបាទទៅដល់អ្នកសារព័ត៌មានដោយគាត់ថាដកសងពីការស៊ើបអង្កេតរបស់ AOT ខាងភាគីថៃ AOT ភាគីថៃថាមីនដែលផ្ទុះនោះគឺជាមីនថ្មីក៏ប៉ុន្តែ AOT គាត់មិនបាននិយាយថាអ្នកណាអ្នកដាក់ទេប៉ុន្តែថៃទេជាអ្នកចោទថាកម្ពុជាជាអ្នកដាក់ហើយបាននិយាយថាគាត់មានផុសតាងមានវីដេអូថតពីទូរស័ព្ទបាទដែលនិយាយពីមុនពីក្រោយហ្នឹងហាក់បង្ហាញនៅភាពខុសគ្នាពីនិយាយពីដំបូងគាត់និយាយហាក់ដូចជាបង្ហាញសូចនាករថាគឺរូបវីដេអូថតពី CCTV ប៉ុន្តែចុងក្រោយគាត់នៅប្រើវីដេអូតាមទូរស័ព្ទដដែលហើយ
នៅក្នុងពាក់ព័ន្ធរឿងហ្នឹងគឺទី1បាទខ្ញុំសង្ខេបជូនគឺទី1កម្ពុជាបដិសេធចំពោះការចេញផ្សាយរបស់ខាងភាគីថៃគឺប្រកែកតាមចង់ថាកម្ពុជាមិនបានដាក់មានថ្មីទេណាចំណុចទី1ហើយចំណុចទី2គឺកម្ពុជាបានដាក់ការសង្ស័យចំពោះរូបភាពតាមទូរស័ព្ទដែលខាងភាគីថៃបង្ហាញដោយកម្ពុជាចាត់ទុកថាសម័យឥឡូវនេះគឺគេអាចកែប្រែកែកុនរូបភាពនឹងបានអញ្ចឹងដូច្នេះកម្ពុជាបានចោទសួរចំពោះភាពពិតនៃវីដេអូដែលថៃគាត់យកជាផតាហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះគឺកម្ពុជាក៏បាននិយាយថាគួរតែយករូបភាពហ្នឹងមកផ្ទៀងផ្ទាត់និយាយជាមួយនឹងកម្ពុជាតាមរយៈ JBC អីជាដើមបាទមិនចេះវា GBC បាទ GBC គឺគណៈកម្មការព្រំដែនទូទៅបាទជាដើមហ្នឹងមិនយកមកពិភាក្សាដើម្បីសួរបានគ្នាប៉ុន្តែអត់ដែលឃើញមានការលើកឡើងពីភាគីថៃទេណាបើតាមសេចក្តីថ្លែងការណ៍របស់ខាងអាជ្ញាធរមានកម្ពុជាណាបាទហើយចឹងបានដូច្នេះហើយគឺកម្ពុជាបានសម្ដែងនៅការសោកស្ដាយដែលខាងភាគីថៃបានបញ្ចេញជាឯកតោភាគីដូច្នេះហើយនៅចុងបញ្ចប់គឺកម្ពុជានៅតែបដិញ្ញាក្នុងការបន្តគោរពតាមអនុសញ្ញាស្ដីពីការហាមឃាត់មានប្រឆាំងមនុស្សនឹងគឺកម្ពុជានៅតែបញ្ជាក់ចំហមិនដាក់មានថ្មីបន្តទៀតនោះទេបាទនេះគឺជាសេចក្តីថ្លែងការណ៍ដែលមានជាភាសាខ្មែរនិងជាភាសាអង់គ្លេសផងដែរដែលខ្ញុំបានបង្ហោះនៅតាមបណ្ដាញសង្គម Facebook របស់ខ្ញុំដែរណាចឹងប្រិយមិត្តអាចចូលទៅអានផ្ទាល់ហើយបើសិនជាប្រិយមិត្តណាមិនបានមិនមានឱកាសអានបាទខ្ញុំសង្ខេបអំបញ្ញមិញនេះគឺក្តោបន័យទាំងអស់ហើយបាទចឹងនេះជាព័ត៌មានទី2ណារីឯព័ត៌មានទី3ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្ដាញសង្គមរបស់កម្ពុជាផងដែរដូចជាខ្ញុំមិនចូលលម្អិតទេខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមគឺជាសាររបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានបញ្ជាក់ឆ្លើយតបទៅនឹងការលើកឡើងការព្រួយបារម្ភនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅតាមបណ្ដាញសង្គមបាទនេះគឺជាការល្អសម្រាប់ខ្ញុំការសង្កេតរបស់ខ្ញុំគឺជាការល្អដែរដែលថ្នាក់ដឹកនាំប្រទេសគាត់យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលបានលើកឡើងតាមបណ្ដាញសង្គមបាទហើយមានចំណុចដែលគាត់បាននិយាយពន្យល់អំពីការដំណើរការនៃការវាស់វែងវាស់ស្ទង់ព្រំដែនហ្នឹងគឺដំណើរការតាំងពីឆ្នាំ2006ដោយដែលខ្ញុំធ្លាប់បានជម្រាបក្នុងពេលកន្លងមកអញ្ចឹងដូច្នេះខ្ញុំសូមមិនបញ្ជាក់បន្ថែមទៀតទេហើយមានការខិតខំប្រឹងប្រែងក្នុងការវាស់វែងហ្នឹងដោយឈរលើច្បាប់ដែលមានក្នុងពេលកន្លងមកកិច្ចព្រមព្រៀងក្នុងពេលកន្លងមកតាំងពីសម័យបារាំងសៀមនោះបាទមានប៉ុន្តែមានចំណុចមួយចំណុចទី3ដែលខ្ញុំសូមដកស្រង់មកអានជូនប្រិមិត្តពីពួកខ្ញុំចាប់អារម្មណ៍ទៅលើចំណុចហ្នឹងផងដែរណាបាទគឺចំណុចទី3គឺលោកហ៊ុនម៉ាណែតបានបញ្ជាក់ឆ្លើយនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទៅលើថាតើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺប្រាប់ថាបណ្ដោះអាសន្នទេណានឹងធ្វើឲ្យកម្ពុជាខាតដីឬចំណេញដីបាទពីព្រោះអីសូម្បីតែប្រិមិត្តនៅក្នុងបណ្ដាញសង្គម YouTube នេះក៏ធ្លាប់មានអ្នកចូលធ្វើ comment ដែរគាត់ព្រួយបារម្ភពីការខ្លាចបាត់បង់ទឹកដីរបស់គាត់ហ្នឹងបាទនេះគឺជាការព្រួយបារម្ភសម្រាប់ខ្ញុំយល់ថាជាការព្រួយបារម្ភត្រឹមត្រូវពីព្រោះក្នុងនាមជាប្រជាពលរដ្ឋម្នាក់គាត់អាចមានសិទ្ធិនៅក្នុងការសម្ដែងការព្រួយបារម្ភប៉ុណ្ណឹងគឺមិនអ្វីជាការខុសឆ្គងទេបាទជាម្ចាស់ប្រទេសគាត់មានសិទ្ធិណាអញ្ចឹងដូច្នេះនេះការឆ្លើយតបរបស់លោកហ៊ុនម៉ាណែតវិញខ្ញុំសូមអានអ្វីដែលគាត់បានសរសេរហ្នឹងគឺលោកបានសរសេរថាខ្ញុំបានឃើញណាមានការជជែកជាច្រើននៅតាមបណ្ដាញសង្គមអំពីការបាត់បង់ឬការទទួលបានដីបន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះអញ្ចឹងលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាលោកសូមបញ្ជាក់ថាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេប៉ុន្តែគោលដៅចម្បងគឺដើម្បីកំណត់នៅការខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់ជាងរវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិបាទលោកនៅតែបញ្ជាក់ច្បាស់ណាគឺច្បាប់អន្តរជាតិហើយនឹងអ្វីដែលអាណាព្យាបាលបារាំងបានបន្សល់ទុកនេះជាជំហរដែលកម្ពុជាបញ្ជាក់ឲ្យម្ដងទៀតដែលមិនដែលងាករេពីចំណុចនឹងទេអញ្ចឹងដូច្នេះខ្ញុំក៏សូមឲ្យប្រិមិត្តបាទទទួលយកពិចារណាចំណុចកន្លែងហ្នឹងណាបាទគឺកម្ពុជានៅឈរលើគោលការណ៍នឹងដដែលទេហើយលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់បន្ថែមទៀតថាកម្ពុជាប្រកាន់ខ្ជាប់នៅគោលការណ៍មិនរំលោភបំពាន
លើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ចំនួននិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលអាចមានបញ្ហាអាចទទួលបានសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននៅការការពារដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ចប់ចំណុចនេះដោយសរសេរថាក្រោយពីការវាស់វែងបានបញ្ចប់ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកបាទនេះគឺជាការបញ្ជាក់របស់ខាងមេដឹកនាំកម្ពុជាអញ្ចឹងខ្ញុំសូមដកស្រង់ចំណុចទី3ហ្នឹងដែលខ្ញុំឃើញដែរណាខ្ញុំឃើញមានការព្រួយបារម្ភច្រើនរបស់ប្រិយមិត្តមួយចំនួនអញ្ចឹងឥឡូវនេះគឺបានជូនឲ្យបានប្រិយមិត្តបានដឹងហើយណាបាទអញ្ចឹងចូលដល់ព័ត៌មានទី